សួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយនៅក្នុងវីដេអូថ្មីដែលនិយាយអំពីអាហារ4ប្រភេទជួយស្ដារសរសៃឈាមឲ្យមានសុខភាពល្អមិនបាច់ប្រើថ្នាំទទួលទានអាហារទាំង4នេះឲ្យបានទៀងទាត់មិនត្រឹមតែជួយធ្វើឲ្យសរសៃឈាមមានភាពរស់រវើកប៉ុណ្ណោះទេថែមទាំងអាចការពារហានិភ័យនៃជំងឺផ្សេងៗជាច្រើនទៀតផងដែរភាពចាស់នៃសរសៃឈាមសំដៅទៅលើដំណើរការនៃការផ្លាស់ប្ដូរនៅក្នុងរចនាសរសៃឈាមនិងមុខងារនៅពេលដែលយើងចាស់ឬទៅបានប៉ះពាល់ដល់ទម្លាប់ប្រចាំថ្ងៃមិនល្អជាធម្មតានៅពេលដែលរក្សាបាននៅទម្លាប់រស់នៅល្អនិងនៅក្មេងជញ្ជាំងសរសៃឈាមមានភាពរលូននិងយើងចរាចរណ៍ឈាមមិនមានការស្ទះហើយថែមទាំងមានសុខភាពល្អទោះជាយ៉ាងណាក៏ដោយនៅពេលដែលអាយុកាន់តែកើនឡើងនឹងត្រូវបានរងផលប៉ះពាល់ដោយកត្តាដូចជាទម្លាប់អាក្រក់ដូចជាការជក់បារីការញៀនសាររបបអាហារដែលមានជាតិអំបិលនិងខ្លាញ់ខ្ពស់ការខ្វះលំហាត់ប្រាណសរសៃឈាមអាចចាស់នៅពេលដែលសរសៃឈាមទៅបានចុះខ្សោយរាងកាយអាចជួបប្រទះនូវស្ថានភាពជាច្រើនដូចជាសម្ពាធឈាមខ្ពស់ជាតិស្ករក្នុងឈាមខ្ពស់និងជំងឺលើសឈាមដូចជាជាតិខ្លាញ់ក្នុងឈាមខ្ពស់និងអាស៊ីតអ៊ុយរិកជំងឺទាំងនេះបំផ្លាញសរសៃឈាមនិងបង្កើតបន្ទះធ្វើឲ្យលំហូរឈាមចុះខ្សោយនិងធ្វើឲ្យសរីរាង្គផ្សេងៗធ្លាក់ចូលទៅក្នុងស្ថានភាពនៃជំងឺរ៉ាំរ៉ៃពួកគេអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជាជំងឺដាច់សរសៃឈាមខួរក្បាលជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាវជំងឺខ្សោយតម្រងនោមនិងការស្ទះសរសៃឈាមអវយវៈក្រោមអាហារ4មុខដែលជួយធ្វើឲ្យសរសៃឈាមឡើងវិញទី1បន្លែបៃតងមានជាតិវីតាមីនសារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយប្រឆាំងនឹងជំងឺជាពិសេសបន្លែបៃតងសម្បូរទៅដោយវីតាមីន C និងសារជាតិ Flavonoids ដែលធ្វើឲ្យសរសៃឈាមទន់និងបង្កើនភាពបឹកបែកនៃសរសៃឈាមយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង British Journal of Nutrition ស្ត្រីវ័យចំណាស់ដែលទទួលទានបន្លែបៃតងច្រើនដូចជា broccoli ពងលកសែលនិងស្ពៃក្តោបទំនងជាមិនសូវមានការខូចខាតសរសៃឈាមធ្ងន់ធ្ងរនោះទេទី2ត្រីគឺជាអាហារដែលផ្ដល់រាងកាយនូវបរិមាណដ៏ច្រើននៃអាស៊ីតខ្លាញ់ Omega 3 នេះគឺជាប្រភេទអាស៊ីតខ្លាញ់មិនឆ្អែតដែលមានសមត្ថភាពកាត់បន្ថយការរលាកដែលកើនឡើងពីពេញរាងកាយនៅពេលដែលរលាកសរសៃឈាមអាចខូចហើយនាំឲ្យកើនឡើងនូវហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលទី3អូតទាំងមូលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុរុក្ខជាតិមានប្រយោជន៍ហៅថា polyphenol អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺក្រុមប្រឆាំងអុកស៊ីតកម្មតែមួយគត់ដែលហៅថា avanaceramide ដែលត្រូវបានរកឃើញស្ទើរតែទាំងសងនៅក្នុងអូតការសិក្សាស្រាវជ្រាវបានឃើញថា avanaceramide បានជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលបង្កើនការផលិតអុកស៊ីតនីត្រិកអុកស៊ីតម៉ូលេគុលអូស្មန်នេះជួយពង្រីកសរសៃឈាមពង្រីកដែលអាចនាំឲ្យមានលំហូរឈាមកាន់តែប្រសើរលើពីនេះទៅទៀត avanaceramide មានឥទ្ធិពលប្រឆាំងនឹងការរលាកកត្តាដែលអាចបំផ្លាញសរសៃឈាមទី4ផ្សិកមានផ្ទុកនូវសារជាតិប្រឆាំងអុកស៊ីតកម្មជាតិសរសៃនិងសារជាតិរ៉ែជាច្រើនទៀតដូចជាកាល់ស្យូមជាតិដែកផូស្វ័រដែលអាចការពារថ្លើមល្អសម្រាប់ប្រព័ន្ធរំលាយអាហារនិងកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាមលើពីនេះផ្សិកត្រចៀកឈើក៏អាចបានកាត់បន្ថយស្អិចនៃឈាមនិងការពារជំងឺដូចជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងជំងឺភ្លេចភ្លាំងបន្ថែមពីលើអាហារទាំង4ខាងលើអ្នកនៅតែគួរតែបន្ថែមផ្លែឈើនិងបន្លែផ្សេងទៀតដើម្បីបង្វែរមុខម្ហូបរបស់អ្នកនិងបន្ថែមសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់លើពីនេះអ្នកគួរឈប់ជួបបារីនិងកំណត់ការទទួលទានជាតិអាល់កុលកាត់បន្ថយបរិមាណអំបិលក្នុងអាហារនិងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីបង្កើនសុខភាពទូទៅនិងការពារការស្ទះសរសៃឈាមសម្រាប់អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមលើសឈាមនិងខ្លាញ់ក្នុងឈាមខ្ពស់គួរតែព្យាបាលដោយថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមជាតិស្ករក្នុងឈាមនិងខ្លាញ់ក្នុងឈាមក្នុងកម្រិតធម្មតាដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺសរសៃឈាមបេះដូងចេញការពារហានិភ័យនៃជំងឺបេះដូងការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ